ឥឡូវមកផ្នែកនៅខេត្តកណ្ដាលបានចូលមករាជធានីភ្នំពេញអញ្ចឹងប្រជាពលរដ្ឋតែខេត្តកណ្ដាលក៏មានការកើតហើយខ្ញុំរំពឹងថាខេត្តកណ្ដាលនឹងកាន់តែកើនថែមទៀតនៅពេលដែលពលានយន្តហោះនេះធ្វើហើយពលានហោះនេះធ្វើហើយនឹងមានតំបន់សេដ្ឋកិច្ចពិសេសតំបន់ឧស្សាហកម្មតំបន់ភស្តុភារកម្មច្រើនថែមទៀតអញ្ចឹងគឺត្រូវតែមានមនុស្សមកកាន់តែច្រើនមកធ្វើការនៅទីនេះអញ្ចឹងខេត្តកណ្ដាលគឺកាន់តែកើនឡើងទី2ប្រជាជនកើនហើយយើងគ្មានការហាមឃាត់មិនឲ្យប្រជាជនមានបានទេបានន័យថាគ្មានគោលដៅគ្មានគេថាផែនការនៅក្នុងការកំណត់មិនឲ្យប្រជាជនទិញឡានទិញម៉ូតូជិះទេបាទតែគាត់មានថាវិការគាត់ទិញហើយការជិះកង់100នាក់មិនសូវជាអៀតទេតែបើឡានឡើង50គ្រឿងហើយគឺជាអៀតហើយកន្លែងការឥឡូវបើចង់ដាច់តលតែគិតពីកន្លែងចតឡានបើយក100តុក1000នាក់ចូលរួមត្រូវទុកឡានយ៉ាងហោចណាស់100ទៅ200ឡានបើអត់ទេគឺថាពិបាកហើយអត់មានពីណាជិះទុកជិះឡានក្រុងទៅទេអញ្ចឹងយើងមិនអាចហាមប្រជាពលរដ្ឋរបស់យើងមិនឲ្យជិះទេគ្រាន់តែខ្ញុំមកមិញគ្រាន់តែអ្នកចូលរួមឡានម៉ូតូពេញតែអញ្ចឹងយើងក៏មិនអាចហាមក្នុងមួយផ្ទះមួយគ្រួសារឲ្យមានម៉ូតូប្រមាណឡានប្រមាណដែរឥឡូវកន្លែងខ្លះនៅក្នុងបរិយាខ្ញុំជិះមើលផ្ទះមួយមិនបាច់តែក្នុងបរិយាតាមផ្លូវទៅពីនេះទៅខេត្តផ្លូវជាតិលេខ2យើងឡើងទៅតាខ្វៅផ្ទះខ្លះឡាន2ឡាន3ម៉ូតូ3 4គ្រឿងបើមានគ្រួសារច្រើននៅក្នុងបរិយាខ្លះគេសង់ផ្ទះគេឲ្យតែកន្លែងមួយទេប៉ុន្តែអ្នកខ្លះគឺគាត់ចតឡាន3 4សួរថាតើយើងហាមគាត់ទេបរិយាគេធ្វើឲ្យតែឡានមួយប៉ុន្តែគេមិនហាមអតិថិជនប្រជាពលរដ្ឋដែលរស់មិនឲ្យទិញម៉ូតូ3 4គ្រឿងមិនឲ្យមានលទ្ធភាពទិញឡាន2 3គ្រឿងនោះទេអញ្ចឹងសរុបសេចក្តីមកយ៉ាងម៉េចសរុបសេចក្តីមកបានន័យថាពេលដែលជីវភាពរស់នៅយើងកាន់តែប្រែប្រួលប្រជាពលរដ្ឋយើងកាន់តែមានលទ្ធភាពជីវភាពរស់នៅអាចទិញមធ្យោបាយប្រើប្រាស់បានយើងគ្មានជំរើសទៅហាមគាត់មិនឲ្យធ្វើបែបនោះទេប៉ុន្តែយើងមានតែជំរើសមួយគត់គឺត្រូវប្រឈមបញ្ហាដោះស្រាយនឹងបញ្ហាគឺខិតខំពង្រីកផ្លូវខិតខំរកវិធីកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមស្ពានអាកាសមួយជាន់2ជាន់ស្ពានក្រោមដីស្ពានលើទឹកឥឡូវកំពុងតែគិតគូរសិក្សាថ្ងៃក្រោយខ្ញុំសង្ឃឹមថាយើងនឹងមានអាក្រោមទឹកឆ្លងទន្លេបន្ថែមទៀតបាទវាទៅអញ្ចឹងបាទឥឡូវពីអរិយខ្សាត់មកខាងភ្នំពេញយើងទៅឥឡូវជិះដនៅមុខជិះសាឡាងយើងទៅផ្លូវជាតិលេខ1ដំណោះស្រាយបញ្ហាមិនទាន់ចាំបាច់គេថាមិនទាន់មានការចាំបាច់ច្រើនបច្ចុប្បន្ននេះដោយសារនៅខាងអរិយខ្សាត់មិនទាន់រីកប៉ុន្តែសំណួរសួរថាតើយើងត្រូវធ្វើស្ពានមុនកន្លែងរីកឬកន្លែងរីកក្រោយស្ពានភ្ជាប់ឬមួយក៏យើងចាំកន្លែងរីកហើយបានយើងធ្វើស្ពានយើងអត់ដើរថយក្រោយគឺយើងបរិយាកម្មឥឡូវស្ពានដែលគ្រោងធ្វើនោះខ្ញុំមើលយើងយ៉ាងហោចដោយក្នុងផែនការយើងមួយស្ពានកូរ៉េមិត្តភាពកូរ៉េកម្ពុជានៅផ្សារចាស់ឆ្លងទៅអរិយខ្សាត់តែគ្រោងដែលយើងធ្វើដូចមាន2 3ស្ពានបន្តទៀតស្ពានដីឥដ្ឋនៅខាងក្រោមឆ្ងាយប៉ុន្តែចន្លោះនឹងត្រូវមានស្ពានបន្តទៀតព្រោះតិចទៀតតែស្ពានមួយភ្ជាប់អរិយខ្សាត់ចាប់ផ្ដើមមានមនុស្សទៅនៅកាន់តែច្រើនណាស់ស្ពានកូរ៉េអញ្ចឹងចាប់ផ្ដើមទៅនៅអរិយខ្សាត់កាន់តែច្រើនទាមទារការធ្វើដំណើរឆ្លងកាត់ហើយព្រោះប្រជាជននឹងមានអ្នកបំពេញទៅនៅកាន់តែច្រើនសេដ្ឋកិច្ចខាងនោះក៏រីកអញ្ចឹងទាមទារឲ្យយើងត្រូវបន្តធ្វើបន្ថែមទៀត